ពាក្យចាស់លោកពោលថាដឹងគេដឹងឯងទើបទទួលបានជ័យជំនះតួយ៉ាងដូចជាសង្គ្រាមរវាងខ្មែរនិងថៃអញ្ចឹងប្រសិនណាបើយើងដឹងតែអំពីចលោតយើងចេះតែកំរោលឆេវឆាវអត់ដឹងពីទំហំសពាវុធរបស់គេអត់ដឹងពីទំហំកងទ័ពរបស់គេហើយចេះតែវាយដោយភាពអង់អាចក្លាហានរបស់យើងដែលមាននៅក្នុងខ្លួននេះយើងអត់អាចទទួលបានជ័យជំនះបានទេពីព្រោះថាឥឡូវឧទាហរណ៍ថាយើងមានទំហំទ័ពប៉ុណ្ណេះយើងក្លាហានយើងមានភាពអង់អាចក្លាហានប្រឈមមុខជាមួយនឹងគេប៉ុន្តែមិនដឹងថាកម្រិតនៃកងទ័ពរបស់គេគឺមានកម្រិតណាទេជួនកាលម្នាក់ឯងទល់នឹង10នាក់យើងអាចទៅរួច50នាក់យើងអាចទៅរួចចុះប្រសិនណាបើសិនជាម្នាក់ឯងទល់នឹង100នាក់200នាក់តើយើងអាចទប់ទល់ដោយរបៀបម៉េចសពាវុធរបស់យើងមានត្រឹម AK យើងមានត្រឹម M16 យើងមានត្រឹម MC យើងមានត្រឹមអឺ B40 B41 យើងមានត្រឹម BM21 ចុះតើកម្រិតអាវុធរបស់ថៃគេមានដល់កម្រិតណាទៅអញ្ចឹងទេអ្វីដែលយើងត្រូវដឹងជាមុននោះគឺដឹងគេដឹងឯងដឹងថាខ្លួនឯងនៅត្រង់កម្រិតណានៅត្រង់ចំណុចណាយើងមានសមត្ថភាពកម្រិតណាហើយគេមានត្រឹមកម្រិតណាគេមានសមត្ថភាពយ៉ាងម៉េចខ្លះទើបយើងអាចរៀបនៅវិធីសាស្ត្រសឹកសង្គ្រាមអាចឈ្នះគេបានអញ្ចឹងធ្វើអីមួយយើងមិនមែនចេះតែយកការច្រឡោតយើងមិនមែនយកការឆេវឆាវយកមកដោះស្រាយបញ្ហាហើយអាចទទួលបានជ័យជំនះទេតែមិនស្រួលយើងច្រឡោតទៅយើងឃើញទស្សនវិជ្ជានៃការបាត់បង់តំបន់ប្រមាណជា60តំបន់ណាដែលខ្ញុំធ្លាប់បានឃើញគេផុស60តំបន់ហ្នឹងយើងឃើញទំហំប៉ុណ្ណឹងទេចុះបើសិនបើយើងច្រឡោតឆេវឆាវជាងហ្នឹងទៅតើអាចនឹងបាត់បង់ទឹកដីទាំងស្រុងទេអញ្ចឹងទេបានអឺទាំងនៅក្នុងទស្សនៈរបស់ខ្មែរការអត់ធ្មត់ការធ្វើឲ្យខ្លួនឯងនឹងថឹងគឺជារឿងសំខាន់ណាស់ហើយទស្សនៈរបស់ជនជាតិចិនក៏ដូចគ្នាដែរចិនអាចរក្សាដីកំណើតបានដល់ត្រឹមកម្រិតនេះអាចរក្សាជនជាតិដើមដល់កម្រិតនេះក៏ដោយសារតែពាក្យថាអត់ធ្មត់និងចាំមើលឱកាសដែរដឹងគេដឹងឯងយើងដឹងថាតើថៃគេមានទំហំទាហានប៉ុណ្ណាកម្រិតនៃការយល់ដឹងពីសឹកសង្គ្រាមរបស់គេកម្រិតណាកម្លាំងរបស់គេប៉ុន្មានអ្នកសពាវុធរបស់គេឈានដល់កម្រិតណាហើយប្រសិនបើយើងទប់ទល់ជាមួយសត្រូវកម្រិតដូចសៀមនេះតើយើងត្រូវរៀបចំកម្រិតដោយរបៀបណាអានឹងបើយើងអាចដឹងបានហើយនៅក្នុងសង្គ្រាមគឺគេមើលគ្នាណាថៃមើលមកខ្មែរថាខ្មែរនេះមានកម្រិតត្រឹមណាយោធាមានកម្រិតណាមានសពាវុធអីខ្លះហើយក្នុងការប្រើប្រាស់ស្រួលនឹងគេរៀបចំទប់ទល់ឲ្យឈ្នះយើងមាន10គេមាន20យើងមាន20គេរៀបចំឲ្យបានត្រឹម30 40អីដើម្បីបដូររំលំយើងជាដើមទៅយើងក៏ដូចគ្នាដែរយើងមើលកម្រិតរបស់គេថាចំណុចគេខ្លាំងកម្រិតណាអញ្ចឹងបើយើងដឹងពីកម្រិតរបស់គេហើយយើងនឹងងាកមកវិញថាយើងគួរតែរៀបចំវិធីសាស្ត្រដោយម្ដេចទៅវាយឈ្នះគេមិនមែនអឺអឺអឺមានតែ BM21 ទុកថាជាអាវុធខ្លាំងទេអត់ទេប៉ុន្តែក៏មិនប្រកាសថាអឺអ្នកខ្សោយវាយមិនឈ្នះអ្នកខ្លាំងហើយអ្នកខ្លាំងអាចយកឈ្នះបានលើអ្នកខ្សោយនោះទេពេលខ្លះទោះបីជាយើងខ្សោយក៏ពិតមែនប៉ុន្តែប្រសិនបើយើងពូកែយុទ្ធសាស្ត្រប្រកែល្បិចយើងដឹងអំពីសមត្ថភាពរបស់គេដឹងអំពីកម្លាំងរបស់គេយើងអាចរៀបចំយុទ្ធសាស្ត្ររៀបចំរបៀបយកឈ្នះគេបានឥឡូវឧទាហរណ៍ថាការដឹងគេដឹងឯងខ្ញុំឧទាហរណ៍ទៅលើវិស័យបដាល់ចុះបើសិនណាបើយើងអត់តន់ដឹងថាគូប្រកួតយើងខ្លាំងកម្រិតណាទម្ងន់ជើងទម្ងន់ដៃរបស់គេស្នៀតរបស់គេដឹងកម្រិតណាទេចូលទៅតែយើងច្រឡោតទៅដឹងតែសន្លប់របស់គេហើយអញ្ចឹងបានគេមុននឹងវាយគ្នាកំរោលមែនតែនគេស្ទាបស្ទង់មើលថាកម្លាំងជើងគេកម្រិតណាកម្លាំងដៃគេកម្រិតណាឧទាហរណ៍ថាបើសិនជាកម្លាំងជើងគេធ្ងន់យើងមិនអាចរងជាប់ទេយើងត្រូវតែកិច្ចហើយរកចន្លោះណាមួយដើម្បីឲ្យគេបង្ហាញនៅចន្លោះប្រហោងណាមួយចូលនៅក្នុងស្នៀតរបស់យើងដែលកំពុងតែត្រៀមរងចាំនេះហើយបើថាគេទម្ងន់ជើងធ្ងន់ហើយយើងចេះតែរងគេទាត់បាក់ជើងយើងបាត់ទៅហើយណានឹងបដាល់អញ្ចឹងដឹងគេដឹងពីសមត្ថភាពរបស់គេដឹងពីចំណុចខ្សោយរបស់គេដឹងពីតិចនិចរបស់គេហើយនៅពេលដែលយើងដឹងហើយយើងចេះបំបែកក្បាច់ឲ្យក្នុងការវាយប្រហារដូចគ្នាឧទាហរណ៍ថានៅក្នុងព្រៃចេះសត្វអ្វីដែលសាហាវជាងគេនៅក្នុងព្រៃមានជ្រូកព្រៃមានខ្លាមានតោមានសត្វ
ធំអីជាដើមនៃកាយសាហាវយើងដឹងហើយថាសមត្ថភាពយើងម្នាក់ឯងអត់អាចវាយប្រហារទល់មុខចំមុខជាមួយនឹងសត្វខ្លាបានទេពីព្រោះថាសត្វសាហាវទាំងអស់ហ្នឹងកម្លាំងខ្លាំងហើយសមត្ថភាពល្បឿនរបស់គេគឺលឿនអញ្ចឹងទេបានជាព្រានព្រៃឬក៏អ្នកដែលរស់នៅក្នុងព្រៃច្រើនតែរៀបចំរបៀបនៃការការពារខ្លួនឬក៏ប្រសិនបើចង់ចាប់យកជ័យជំនះលើសត្វហ្នឹងគេត្រូវតែរៀបចំអន្ទាក់ណាមួយដើម្បីឲ្យសត្វហ្នឹងដើរមកចូលអន្ទាក់ដើរមកប្រឈមជាមួយនឹងអន្ទាក់ដែលយើងបានរៀបចំចឹងខ្ញុំសង្ឃឹមថាបងប្អូនស្ដាប់វីដេអូនេះហើយបានយល់ខ្លះហើយយើងមិនមែនថាខ្លាចគេទេប៉ុន្តែយើងមានរបៀបក្នុងការរៀបចំរបស់យើងបើយើងដឹងថាគេខ្លាំងទៅហើយយើងកំរោលទល់នឹងកំរោលអត់ឈ្នះគេទេតែបើសិនបើយើងដឹងសមត្ថភាពគេហើយយើងចេះរៀបចំតិចនិចយើងចេះរៀបចំបែបបត់យើងចេះរៀបចំអន្ទាក់សម្រាប់ឲ្យគេដើរចូលមកអានឹងយើងអាចនឹងមានភាគរយច្រើនក្នុងការទទួលបានជ័យជំនះលើគេបានអញ្ចឹងសង្ឃឹមថាបងប្អូនយល់ហើយយើងអត់ធ្មត់ទាំងអស់គ្នាស្ទាបស្ទង់មើលហើយព្យាយាមរុញសៀមឲ្យចូលដល់អន្ទាក់របស់យើងទាំងអន្ទាក់នយោបាយទាំងអន្ទាក់ខាងសឹកសង្គ្រាមបើមិនអញ្ចឹងទេយើងអត់អាចយកជ័យជំនះលើគេបានទេប្រយ័ត្នតាការធ្វើសឹកសង្គ្រាមកម្លាំងមិនដល់គេហើយត្រូវបរាជ័យដោយសារគេហើយត្រូវចាញ់គេទៅលើផ្នែកការទូតទៅលើផ្នែកច្បាប់ទៀតទឹកដីអត់អាចសង្គ្រោះបានទេអ្វីដែលបាត់ទៅមិនអាចយកបានហើយប្រហែលជាអាចនឹងបាត់បង់បន្ថែមទៀតអញ្ចឹងទេអ្វីដែលយើងត្រូវធ្វើនៅពេលនេះគឺការអត់ធ្មត់ការរងចាំការសង្កេតមើលហើយផ្ចិតផ្ចង់មើលឲ្យមែនតែនថាត្រូវមានដំណោះស្រាយណាមួយត្រូវរកដំណោះស្រាយអ្វីដើម្បីឲ្យខ្លួនឯងអាចយកឈ្នះទាំងផ្នែកសឹកសង្គ្រាមហើយអាចឈ្នះទាំងនយោបាយមិនបាត់បង់ទឹកដីហើយទទួលបានកិត្តិយសនិងអាចធ្វើឲ្យប្រទេសខ្លួនឯងនឹងមានមុខមានមាត់លើឆាកអន្តរជាតិថែមទៀតចឹងអរគុណច្រើនសម្រាប់បងប្អូនដែលបានមើលវីដេអូនេះរហូតដល់ចប់សង្ឃឹមថាបងប្អូនអាចយល់ពីគោលបំណងនៃខ្ញុំនិយាយនៅក្នុងវីដេអូមួយនេះអរគុណច្រើន